ជ័យវរៈទី7ហ្នឹងព្រះអង្គបានយកជ័យជំនះលើពួកចាមហ្នឹងបានចូលដុតអង្គរវត្តហ្នឹង4ឆ្នាំឆ្នាំណាមានដឹងទេ1177ណាដល់1181អញ្ចឹងកំពែងក្រុងអង្គរធំនេះវា3គីឡូ4ជ្រុងអញ្ចឹងគេហៅអីគេហៅថាជ័យគិរីដែលមានប្រាសាទបាយ័នហ្នឹងជាផ្ចិតនៃអង្គរធំអញ្ចឹងហើយសូមឲ្យបងប្អូននេះបានរួមចិត្តរួមកាយគ្នាដើម្បីជួយផ្សព្វផ្សាយពីផលិតផលដែលស្ត្រីខ្មែរសហគមន៍នេះគាត់ជួយត្បាញជាកម្មាហ្នឹងមានប្រវត្តិហ្នឹងប្របាទជ័យវរៈទី7ហ្នឹងដោយសារអីឈ្នះចាមដោយសារការសាមគ្គីគ្នាអញ្ចឹងកម្មានេះជាសក្ខីភាពអំបោះហ្នឹងវារាប់រយពាន់សរសៃអញ្ចឹងស្ត្រីខ្មែរនេះជាម្ដាយខ្ញុំតែងសរសេរប្រពន្ធខ្ញុំរាល់ថ្ងៃដើម្បីបានប្រាក់ច្រើនបានលុយច្រើនបើអញ្ចឹងនេះគឺជាដោយផ្ការណងយើងគ្រប់ពណ៌ទាំងអស់លោកអ្នកមានបញ្ចុះតម្លៃ$15ហាងទូរស័ព្ទមេកុងនៅទីក្រុងភ្នំពេញហ្នឹងគាត់ជូនជាកម្មាមួយហើយអីលើកទឹកចិត្តហ្នឹង sticker ហ្នឹងថ្មីមួយហើយតម្លៃទូរស័ព្ទហ្នឹងគឺចុះ$15គ្រប់ម៉ូតទូរស័ព្ទទាំងអស់អញ្ចឹងដែលហើយមានកម្មានេះសម្រាប់លើកទឹកចិត្តដែលជាការចូលរួមអបអរសាទរឆ្នាំថ្មីណាប្រពៃណីខ្មែរយើងនឹងមកដល់អញ្ចឹងសូមឲ្យលោកអ្នកបានជួយលើកតម្កើងពីប្រវត្តិសាស្ត្រពីវប្បធម៌ដែលជាស្ត្រីខ្មែរយើងបើដឹងពីការយើងចង់កើតមកទេមែនទេប៉ុន្តែពីការនេះគ្រាន់អវយវៈទេប៉ុន្តែចិត្តយើងដែលជាខ្មែរពលិនយើងជាសតិយើងជាធម្មពលនៃចក្រវាលអញ្ចឹងសូមឲ្យយើងរួមគ្នាបង្កើតជាសហគមន៍ឲ្យបានច្រើននៅក្នុងស្រុកខ្មែរយើងទៅជួយផ្សព្វផ្សាយពីកម្មាខ្មែរពីផលិតផលខ្មែរដែលបង្កើតឡើងដោយសហគមន៍ស្ត្រីខ្មែរគាត់តែពិការមែនប៉ុន្តែចិត្តគាត់អត់ពិការទេអញ្ចឹងនៅក្នុងខ្លួនយើងមានអីមានធម្មពលនេះគឺស្រូបទាំងចិត្តយើងឲ្យគិតល្អធ្វើល្អហើយធម្មពលមួយទៀតគឺធម្មពលនៃសតិយើងឲ្យយើងនឹងនេះគឺជាខ្លោងទ្វារខ្មោចវាមិនមែនលឺតែខ្មោចយើងភ័យទេហើយរាល់ថ្ងៃហ្នឹងខ្លាចជាងគេគឺខ្មោចអីបងខ្មោចអីខ្មោចចិត្តយើងខ្លាចចិត្តខ្លួនឯងណាអញ្ចឹងសូមលើកស្ទួយទាំងអស់គ្នាសូមគ្រប់គ្រងផលិតផលខ្មែរតាមរយៈក្រុមហ៊ុនលក់ទូរស័ព្ទមេកុងណាបាទគាត់ជួយបង្កើតការងារដល់ខ្ញុំបាទដែលគាត់ឧបត្ថម្ភហ្នឹងជាកម្មាក៏ដោយជាទូរស័ព្ទក៏ដោយឬក៏បងប្អូនដែលគាត់មកជួយផ្សព្វផ្សាយទាំងអស់គ្នាបាទសូមអរគុណច្រើនសូមឲ្យទេវតាទាំង10000លោកប្រធានលោកចដូនចតាបុព្វការីជនដែលបានថែរក្សាលោកអ្នកឲ្យបុណ្យកុសលនេះសូមចែកបុណ្យដែលយើងបានសាងណាចែកបុណ្យស្មើគ្នាសាធុការអរគុណច្រើនក្រមាខ្មែរមេហាងមេកុងទូរស័ព្ទក្រុងភ្នំពេញប្រទេសកម្ពុជាអរគុណច្រើន